ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបកំពុងជំរុញការអភិវឌ្ឍលើវិស័យសំខាន់ជាច្រើននៅក្នុងខេត្តកែបដូចជាអប់រំសាធារណការកសិកម្មទូរគមនាគមន៍និងសុខាភិបាលជាដើមដើម្បីកសាងសេដ្ឋកិច្ចមូលដ្ឋានបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1ឆ្នាំ2026និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបនាព្រឹកថ្ងៃទី8ខែសីហាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែងសំអាលប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបបានជំរុញក្រុមការងារឲ្យបន្តផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំសាធារណការនិងដឹកជញ្ជូនកសិកម្មនិងអភិវឌ្ឍជនបទប្រៃសណីនិងទូរគមនាគមន៍សុខាភិបាលទេសចរនិងវិស័យពាក់ព័ន្ធផ្សេងទៀតឯកឧត្តមបានបញ្ជាក់ថាការអភិវឌ្ឍវិស័យទាំងនេះមានគោលដៅកសាងខឿនសេដ្ឋកិច្ចមូលដ្ឋានបង្កើតឱកាសរកប្រាក់ចំណូលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរនិងបណ្ដុះធនធានមនុស្សឲ្យមានគុណភាពដើម្បីជំរុញឲ្យខេត្តកែបមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាពជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែងសំអាលបានសង្កត់ធ្ងន់ថាកិច្ចការដំបូងដែលក្រុមការងារត្រូវយកចិត្តទុកដាក់គឺការផ្លាស់ប្ដូរផ្នត់គំនិតក្នុងការអភិវឌ្ឍវិស័យអប់រំតាមរយៈការរៀបចំសាលារៀនឲ្យមានបរិយាកាសល្អមានទីធ្លាស្អាតបន្ទប់ទឹកសមរម្យនិងដាំដើមឈើបង្កើតជាម្លប់បៃតងការរៀបចំបរិស្ថានសិក្សាបែបនេះនឹងជួយបណ្ដុះផ្នត់គំនិតដល់សិស្សានុសិស្សឲ្យចេះស្រឡាញ់ធម្មជាតិរក្សាអនាម័យមានសីលធម៌សុជីវធម៌និងចរិយាធម៌ព្រមទាំងមានការប្រស្រ័យទាក់ទងល្អជាមួយអ្នកដទៃដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែងសំអាលក៏បានលើកឡើងដែរថាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរដ្ឋាភិបាលកម្ពុជាបានផ្ដោតសំខាន់លើការបន្តរក្សាសុខសន្តិភាពនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឯកឧត្តមយល់ឃើញថានៅពេលប្រជាពលរដ្ឋមានជីវភាពធូរធារនោះគុណតម្លៃនៃជីវិតរបៀបរបបប្រពៃណីទំនៀមទម្លាប់និងកត្តាសង្គមផ្សេងនឹងមានឱកាសរីកចម្រើនទៅតាមនោះដើម្បីសម្រេចគោលដៅនេះក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបត្រូវរួមគ្នាកិត្តគូជំរុញការអភិវឌ្ឍវិស័យសំខាន់និងដោះស្រាយបញ្ហាប្រឈមនានាដូចជាសំណង់មិនរៀបរយអំពើហិង្សាការបៀតបៀនការប្រើប្រាស់គ្រឿងញៀននិងការបោះបង់ការសិក្សានៅវ័យក្មេងជាដើមឯកឧត្តមបានគូបញ្ជាក់ថាកិច្ចការទាំងនេះនឹងរួមចំណែកជំរុញឲ្យខេត្តកែបបោះជំហានទៅមុខបន្ថែមទៀតនិងក្លាយជាទីកន្លែងប្រកបដោយសុវត្ថិភាពផាសុកភាពនិងទាក់ទាញដែលប្រជាពលរដ្ឋមកពីគ្រប់ទិសទីប្រាថ្នាចង់មកស្នាក់នៅនិងលំហែកម្សាន្ត